จะสู้แต่การมองบนแต่ออกนี่ในเรียนไตรนี้จุ่มเรียบสู้จะเรียนสู้สบายจะเตะจะสบายกลมบอกกันแข่อุสเพียรักแข่อุสเปียแข่ตีปรำแต่ว่าแต่ยอก็ร้องให้ก็ยืนก่อนสบายกลมมองบนแต่ออกนี่บอกกันกลมสาขาทำไมโจนบอกกันพิยมเอเมนจึงបានដឹងហើយថាមិនមកតាមខ្ញុំទេតែតាមព្រះយេស៊ូវអាមែនខ្ញុំក៏តាមព្រះយេស៊ូវដែរបើតាមខ្ញុំតែខ្ញុំអស់ជីវិតទៅអស់គ្នាតែតាមព្រះយេស៊ូវគឺព្រះអង្គមានជីវិតអស់ជានិច្ចអាមែនតែយកអរគុណព្រះអង្គហើយបងប្អូននឹងក្នុងផ្សារមួយនេះពិតជាចង់ឲ្យបងប្អូនលើកនៅអ្វីជាច្រើនបានឲ្យបំពេញនៅក្នុងជីវិតរបស់យើងនេះត្រូវការប្រវត្តិមានរបស់ព្រះអង្គត្រូវការព្រះអង្គបើបើសិនជាជីវិតរបស់យើងហើយបើសិនតែយើងកើតមកហើយយើងស្ថិតនៅក្នុងស្ថានភាពមួយដែលវិបាកស្ថានភាពមួយដែលយើងកើតមកថាអូអនាគតរបស់ខ្ញុំចង់ធ្វើអីធ្វើនេះធ្វើនោះឬក៏ធ្វើអ្វីម្យ៉ាងផ្សេងទៀតយើងតែមានគោលបំណងរបស់យើងហើយយើងគិតថាអ្វីដែលយើងកើតមកហើយកើតកាត់ឈឺស្លាប់ហើយចាប់ជាតិថ្មីតែនៅពេលដែលយើងតាមព្រះយើងត្រូវការចាប់ចិត្តថ្មីជាមួយនឹងព្រះយេស៊ូវអេមែនបើតែយើងមិនចាប់ចិត្តថ្មីមកលើទីនេះទេតែយើងចាប់ចិត្តថ្មីជាមួយនឹងព្រះយេស៊ូវដែលបានផ្ដល់ជីវិតឲ្យយើងបានប្រមឲ្យជីវិតដ៏អស្ចារ្យមកកាន់ជីវិតរបស់យើងហើយយើងរស់នៅជាមួយនឹងព្រះយេស៊ូវអេមែននៅនគរឋានសួគ៌ចឹងបងប្អូនព្រះបន្ទូលនៅល្ងាចនេះខ្លឹមសារនេះនឹងទៅដល់បងប្អូនរាល់គ្នាជួបរួមជាមួយនឹងគ្នាចូលមកតាមគ្នាបងប្អូនព្រះបន្ទូលឬក៏អ្វីដែលព្រះអង្គចង់មានបន្ទូលទៅកាន់បងប្អូននៅល្ងាចចូលទៅតាមព្រះអង្គកំពុងតែហៅបងប្អូនព្រះអង្គកំពុងតែហៅបងប្អូនចេញអំពីកន្លែងមួយដែលយើងមិនដែលស្គាល់ចេញអំពីកន្លែងមួយចេញអំពីពន្លឺចូលទៅកាន់ទីកន្លែងដែលនាំឲ្យយើងទទួលបានជារីល្អរួមជាមួយនឹងព្រះជីវិតរបស់យើងទទួលស្គាល់ថាយើងរស់នៅក្នុងលោកីនេះពេលខ្លះយើងអត់ភ្លឺរហូតទេជាពិសេសយើងនៅពេលដែលយើងអត់ទាន់ជឿព្រះអង្គពេលខ្លះយើងថាជីវិតរបស់យើងគឺរស់នៅក្នុងភាពងងឹតសូន្យយើងមិនដឹងថាតើយើងនឹងត្រូវធ្វើអីយើងនឹងត្រូវគោលដៅរបស់យើងនឹងទៅណាបើដែលព្រះយេស៊ូវបានហៅបងប្អូនចេញអំពីភាពងងឹតចូលមកកាន់ពន្លឺអេមែនព្រះយេស៊ូវបានហៅបងប្អូនចេញអំពីភាពគ្មានគោលដៅព្រះយេស៊ូវហៅបងប្អូនចេញអំពីគំនិតគិតថាកើតចាស់ស៊ឺស្លាប់ជារឿងធម្មតាមកកាន់កើតចាស់មកកាន់ជីវិតដែលកើតថាជាថ្មីជាជីវិតដ៏អស្ចារ្យអញ្ចឹងនៅក្នុងដំណើរនៃជីវិតរបស់យើងចូលទៅតាមព្រះអង្គចូលទៅតាមព្រះអង្គព្រះអង្គនឹងឲ្យជីវិតចូលទៅតាមព្រះអង្គព្រះអង្គនឹងឲ្យទីសង្ឃឹមចូលទៅតាមព្រះអង្គព្រះអង្គនឹងថែរក្សាបងប្អូនរាល់គ្នាចូលទៅតាមព្រះអង្គព្រះអង្គនឹងឲ្យអនាគតដ៏អស្ចារ្យចូលទៅតាមព្រះអង្គនោះព្រះអង្គនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់បងប្អូនរាល់គ្នាចូលទៅតាមព្រះអង្គគឺជាផ្លូវដែលនាំយើងរំលឹកដល់នៅតាមព្រះអង្គថ្វាយបង្គំព្រះអង្គអធិដ្ឋាននៅតាមព្រះអង្គហើយគ្មានអ្វីដែលអាចទោះទល់នៅក្នុងដំណើរនៃជីវិតរបស់យើងបានឡើយព្រះយេស៊ូវនឹងមានព្រះបន្ទូលទៅកាន់បងប្អូនថាចូលមកតាមខ្ញុំតែអ្វីមួយដែលយើងស្ថិតនៅក្នុងស្ថានភាពមួយនោះគឺជាការសម្រេចចិត្តបងប្អូនការសម្រេចចិត្តពិតជាសំខាន់ណាស់នៅក្នុងដំណើររបស់យើងដល់ពេលដែលមាននរណាម្នាក់ហៅបងប្អូនឬក៏បងប្អូនអូតោះយើងទៅនោះអីឬក៏ទៅនេះអីយើងក៏នឹងស្ថិតនៅក្នុងការសម្រេចចិត្តដែលយើងកំពុងតែរវល់ជួបជាមួយនឹងអ្វីដែលយើងកំពុងតែទទួលខុសត្រូវព្រះយេស៊ូវនឹងហៅបងប្អូនដូចគ្នាតោះទៅជាមួយព្រះអង្គនឹងធ្វើនឹងឲ្យយើងធ្វើអ្វីផ្សេងទៀតដើម្បីជីវិតមនុស្សជាច្រើនដែលព្រះអង្គបានហៅដូចគ្នាអញ្ចឹងនៅក្នុងចំណុចទី1យើងទទួលបានការអញ្ជើញមានមនុស្សជាច្រើនបានទទួលបានការអញ្ជើញនៅក្នុងជីវិតរបស់ពួកគាត់តាមរយៈព្រះយេស៊ូវបានចាត់នឹងបម្រើព្រះមនុស្សជាច្រើនហើយបងប្អូននៅក្នុងបន្ទប់នេះទទួលបានការអញ្ជើញដូចគ្នាទទួលបានការអញ្ជើញមកវិហារទទួលបានការអញ្ជើញឲ្យចូលមកក្នុងក្រុមគ្រួសាររបស់ព្រះគ្រីស្ទ
បងប្អូនមានមនុស្សជាច្រើនគេអញ្ជើញយើងហើយយើងក៏ទទួលបានការអញ្ជើញពីព្រះដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គអញ្ជើញបងប្អូនមកកាន់កន្លែងដែលមានជីវិតព្រះអង្គអញ្ជើញបងប្អូនមកកាន់កន្លែងដែលមានសេចក្តីសុខសាន្តព្រះអង្គអញ្ជើញបងប្អូនមកកាន់កន្លែងដែលរស់នៅសប្បាយហើយនឹងអំណរព្រះអង្គអញ្ជើញបងប្អូនចូលមកកន្លែងដែលមានពិធីជប់លៀងព្រះអង្គអញ្ជើញបងប្អូនឲ្យរួចចេញអំពីអំពើបាបព្រះអង្គអញ្ជើញបងប្អូនមកកាន់កន្លែងដែលមានកំពែងការពារយ៉ាងក្រាស់ឃ្មឹកដោយព្រះវត្តមានរបស់ព្រះអង្គព្រះអង្គអញ្ជើញបងប្អូនចូលមកកាន់ទីកន្លែងដែលមានសុវត្ថិភាពមែនអញ្ចឹងបងប្អូនមានរឿងជាច្រើនដែលយើងពីមុនយើងរស់នៅក្នុងកន្លែងដែលគ្មានសុវត្ថិភាពប៉ុន្តែព្រះបានអញ្ជើញបងប្អូនឲ្យចូលមកព្រះបានអញ្ជើញបងប្អូនឲ្យចូលមករួមដំណើរជាមួយនឹងព្រះយេស៊ូវនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក4ខ18ដល់ខ20កាលព្រះយេស៊ូវទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីលេនោះក៏ទតឃើញបងប្អូន2នាក់ជាអ្នកនេសាទត្រីគឺស៊ីម៉ូនដែលហៅថាពេត្រុសនិងអនដ្រេជាប្អូនកំពុងតែអស់ចំណាយក្នុងសមុទ្ររួចទ្រង់មានបន្ទូលទៅគេថាចូលមកតាមខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញគេក៏ទុកសំណាញ់ចោលទៅតាមទ្រង់ភ្លាមនេះជាសាសដែលព្រះអង្គបានហៅមុនគេយើងមកបងនៅក្នុងដំណើរដែលព្រះអង្គចាប់ផ្ដើមបង្កើតអំពីព្រះរាជនៃឋានបរមសុខនៅលើផែនដីបងទៅការសិស្សបន្ថែមទៀតបងទៅការអ្នកដែលចូលរួមប្រកាសបងទៅការបង្កើតអញ្ចឹងនៅពេលនោះព្រះអង្គបានយាងដើរកាត់នៅសមុទ្រកាលីលេពេលដែលព្រះអង្គយាងកាត់ឃើញបងប្អូន2នាក់ដែលកំពុងតែនេសាទត្រីកំពុងតែលាងសំណាញ់លាងអួនហ្នឹងហើយព្រះមានព្រះបន្ទូលទៅគេថាចូលមកតាមខ្ញុំហើយពួកគេអត់ដែលស្គាល់ព្រះយេស៊ូវទេហើយនៅក្នុងសម័យនោះពាក្យគំនាយដែលហូរ៉ាអេសាយបានទាយគឺជនជាតិអ៊ីស្រាអែលទាំងអស់ទន្ទឹងរង់ចាំគេដឹងថានឹងមានព្រះមេស៊ីមកប៉ុន្តែព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ពួកគេថាចូលមកតាមខ្ញុំនឹងតាមអ្នកឲ្យនេសាទមនុស្សវិញពេលមួយដែលខ្ញុំមកបម្រើព្រះនៅក្នុងព្រះវិហារស៊ីស្ទីដំបូងកាលពីជាង10ឆ្នាំនោះហើយពេលនេះខ្ញុំទៅបាចត្រីហើយខ្ញុំទៅបាចត្រីជាមួយនឹងលោកគ្រូអ្នកគ្រូហើយបន្ទាប់មកខ្ញុំចាប់ត្រីចាក់គាត់និយាយថាប្រាំព្រះហៅប្រាំឯងមកមិននេសាទត្រីទេគឺនេសាទមនុស្សអញ្ចឹងខ្ញុំតាមលើពាក្យនេះខ្ញុំលើកថាអ្វីមួយដែលកំពុងតែច្បាច់នៅក្នុងដួងចិត្តរបស់ខ្ញុំហើយខ្ញុំក៏ឆ្លើយទៅថាមែនហើយព្រះបានហៅខ្ញុំមកដើម្បីនេសាទមនុស្សអញ្ចឹងបងប្អូនទាំងអស់គ្នាមានរឿងជាច្រើនដែលព្រះនឹងហៅបងប្អូនចេញអំពីកន្លែងដែលជាជីវិតដែលគ្មានគោលដៅកន្លែងដែលបងប្អូនគិតថាជីវិតមួយនេះមានតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយប៉ុន្តែព្រះអង្គបានហៅបងប្អូនទៅកាន់អ្វីដែលអស្ចារ្យបំផុតហើយធំបំផុតនៅក្នុងជីវិតរបស់បងប្អូនរាល់គ្នាព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ពេត្រុសចូលមកតាមខ្ញុំពេលនោះតាពីអ្នកបងប្អូនមកគាត់គាត់ទៅព្រមគាត់ត្រូវមានការសម្រេចចិត្តពីព្រោះគាត់នៅជាមួយនឹងឪពុករបស់គាត់ចុះបើសិនជាគាត់ត្រូវទៅតាមព្រះយេស៊ូវជាអ្នកដែលមិនស្គាល់សោះដែលលឺលីអំពីកិច្ចការដែលព្រះអង្គបានធ្វើបន្ទាប់ពីព្រះអង្គជាមួយទឹកហើយមានរឿងជាច្រើនដែលបណ្ដាជួនបាននិយាយតគ្នាតែគាត់ចាប់ផ្ដើមសម្រេចចិត្តហើយគាត់បានទុកសំណាញ់របស់គាត់គួនរបស់គាត់ចោលហើយដើរតាមព្រះយេស៊ូវទៅតែបងប្អូនអ្វីដែលដំណើរនៅក្នុងជីវិតរបស់យើងព្រះអង្គត្រូវការឲ្យយើងទុកសិនមិនដែលមានបោះបង់ជំនាញទេអញ្ចឹងបងប្អូនពេត្រុសគាត់នៅលើព្រះយេស៊ូវហៅគាត់ទុកសិនហើយគាត់ដើរតាមព្រះអង្គដោយជឿទុកចិត្តទៅលើព្រះបន្ទូលដែលព្រះយេស៊ូវបានមានបន្ទូលមកកាន់ជីវិតរបស់គាត់អញ្ចឹងបងប្អូននឹងអាចថាពេត្រុសនឹងឯងគឺជាអ្នកដែលមានឥទ្ធិពលជាមនុស្សដែលមិនដែលបានរៀនសូត្រជាមនុស្សដែលមិនដែលបានចូលសាលាអីសោះហើយមនុស្សអត់ដែលចេះអក្សរអីសោះតែព្រះយេស៊ូវបានជួយរើសអញ្ចឹងនៅក្នុងដំណើរនៃជីវិតរបស់យើងដូចខ្លះមិនមែនព្រះអង្គត្រាស់ហៅអ្នកមានទាំងអស់នោះទេហើយព្រះអង្គក៏មិនត្រាស់ហៅអ្នកដែលធូរទារទាំងអស់ដែរព្រះអង្គជាច្រើនអ្វីដែលព្រះអង្គជួយរើសគឺជាអ្នកទាពុនក៏អ្នកមានដែរមិនដែលជាមនុស្សទុច្ចរិតបាបខ្លាំងហើយពេត្រុសហើយនឹងអនដ្រេជាមនុស្សដែរក្រតបយ៉ាតែព្រះអង្គហៅពួកគេដើម្បីឲ្យខ្លាចទៅជាមនុស្សសុចរិតហើយបម្រើព្រះយេស៊ូវ
ហើយមនុស្សជាច្រើនបានទទួលការជំនួសមនុស្សជាច្រើនទទួលបានការរំដោះមនុស្សជាច្រើនទទួលបានសេរីភាពមនុស្សជាច្រើនទទួលបានព្រះសង្គ្រោះអេមែនតែនៅក្នុងដំណើរនៃជីវិតបែបជាដំណើររបស់បងប្អូនសូមកលេចត្រឡប់ទៅពេលដែលបងប្អូនជឿព្រះអង្គដំបូងតែព្រះអង្គហៅបងប្អូនពីកន្លែងណាបើសម្រាប់ខ្ញុំព្រះអង្គហៅខ្ញុំចេញអំពីក្មេងដែលគ្មានគោហើយគ្មានគោលដៅអីទាំងអស់ហើយខ្ញុំនឹងគិតថាជីវិតរបស់ខ្ញុំរៀនមិនចេះចឹងអនាគតរបស់ខ្ញុំនឹងធ្វើសំណងនឹងធ្វើសំណងឬក៏ធ្វើអីផ្សេងដោយប្រើកម្លាំងព្រោះខ្ញុំរៀនអត់ចេះទេខ្ញុំរៀនអត់ចេះទេទោះបីជាខ្ញុំខំចាក់គម្ពីរបណ្ណាក៏ដោយគេថាឆ្នាំថោះឆ្លាតណាស់បណ្ដាឆ្នាំថោះខ្ញុំគឺរៀនបណ្ដាចូលតែម្ដងអញ្ចឹងអ្វីដែលខ្ញុំគិតថាបងជាព្រាមមានផែនការបណ្ដាព្រះអង្គបានត្រាស់ហៅខ្ញុំចេញអំពីក្មេងខ្វៀលគោក្មេងដែលគ្មានគោលដៅឲ្យខ្លាចទៅជាអ្នកបម្រើរបស់ព្រះយេស៊ូវអេមែននៅពេលដែលព្រះអង្គហៅយើងហើយយើងឆ្លើយហើយយើងសម្រេចចិត្តទៅតាមព្រះអង្គនឹងមានការផ្លាស់ប្ដូរយ៉ាងធំចូលទៅកាន់ជីវិតរបស់យើងបងប្អូននៅពេលដែលខ្ញុំសម្រេចចិត្តដើរតាមព្រះអង្គរយៈពេល2ឆ្នាំគ្រួសាររបស់ខ្ញុំទាំងអស់ទទួលបានការសង្គ្រោះតែខ្ញុំតែនិយាយរឿងណាដោយព្រោះតែខ្ញុំឆ្លើយយ៉ាងជាមួយព្រះអង្គមកទទួលការទំនួលទំនាយចូលមកកាន់ក្រុមគ្រួសាររបស់ខ្ញុំអេមែនហើយមិនមែនតែគ្រួសាររបស់ខ្ញុំទេមីងដែលជាអ្នកដែលពីមុនអ្នកមានព្រះអង្គមកបច្ចុប្បន្ននេះគាត់ទទួលការសង្គ្រោះដូចគ្នាគ្រួសាររបស់គាត់គឺបងប្អូនមានមនុស្សជាច្រើនដែលព្រះនឹងប្រើបងប្អូនឲ្យទៅរំដោះពួកគេហើយហៅពួកគេដូចព្រះយេស៊ូវបានហៅបងប្អូនដូចគ្នាអេមែនព្រះយេស៊ូវបានហៅបងប្អូនថាមកតាមខ្ញុំនឹងឲ្យអ្នកនៅជីវិតដ៏អស្ចារ្យជីវិតដែលនាំការផ្លាស់ប្ដូរទៅកាន់លោកីទាំងស្រុងបងប្អូនតាមរយៈយើងមនុស្សជាច្រើនទទួលបានការសង្គ្រោះយើងមិនចាំធ្វើអីទេតាមព្រះអង្គស្វែងរកព្រះអង្គអធិដ្ឋានទំនួលទំនាយបើសិនជាយើងស្ថិតនៅក្នុងក្រុមគ្រួសារសូមលើកខ្ញុំតោះមួយសិនអូឆក់ខោណាស់តែឆក់អញ្ចឹងដល់ពេលដែលយើងស្ថិតនៅក្នុងយើងគ្រាន់តែលើកពន្លឺរបស់យើងដាក់ទៅលើជើងជំគាដើម្បីបំភ្លឺនៅក្នុងផ្ទះរបស់យើងអេមែនអញ្ចឹងបងប្អូនពេត្រុសបានលះបង់អ្វីទាំងអស់ដើម្បីតាមព្រះអង្គប៉ុន្តែក៏មិនបោះបង់ជំនាញរបស់គាត់ទេជារឿយព្រះអង្គតែជួបពួកសិស្សនៅមិត្តសមុទ្រឬក៏មិត្តនឹងមិត្តសមុទ្រហើយជារឿយសិស្សរបស់ព្រះអង្គតែងតែនេសាទត្រីដើម្បីបរិភោគជុំគ្នាឃើញមែនតែបងប្អូនមិនមែនការត្រាស់ហៅរបស់ព្រះអង្គទាំងស្រុងឲ្យយើងលះបង់ទាំងអស់នោះទេប៉ុន្តែយើងលះបង់អ្វីដែលយើងគិតថាជាជីវិតដែលជាប់ទំពាក់រញ៉េរញ៉ៃនេះចូលហើយព្រះនឹងឲ្យពិធីថ្មីរបៀបថ្មីឲ្យទៅកាន់បងប្អូនងាយស្រួលជាងមុនអេមែនអញ្ចឹងអ្វីជាច្រើនដែលព្រះចង់ហៅបងប្អូនដូចជាពេត្រុសដែរឲ្យបងប្អូនចេញអំពីជីវិតតែត្រឹមតែជាអ្នកនេសាទមិនដែលទៅជាអ្នកដែលបង្រៀនមនុស្សជាច្រើនអេមែនព្រះហៅបងប្អូនចេញអំពីជីវិតដែលក្រឬក៏ជីវិតដែលពិបាកទៅកាន់ជីវិតដែលបញ្ចេញព្រះពរព្រះហៅបងប្អូនចេញអំពីជីវិតដែលពោពេញទៅដោយជំងឺទៅកាន់ជីវិតដែលរួមទីបន្ទាល់អស្ចារ្យទៅកាន់លោកីទាំងស្រុងអេមែនចឹងបងប្អូនតើពេលនេះយើងកំពុងធ្វើអីព្រះនឹងឲ្យអ្វីថ្មីទៅកាន់បងប្អូនរាល់គ្នាអញ្ចឹងបងប្អូនបែរពេលខ្លះអូខ្ញុំត្រូវការលះបង់ក្រុមគ្រួសាររបស់ខ្ញុំប្រកាសពេលខ្លះព្រះអង្គនឹងត្រាស់ហៅយើងលះបង់ក្រុមគ្រួសាររបស់យើងចេះឲ្យឆ្ងាយអំពីសុខកំណើតដូចជាខ្ញុំដែរមិនមែនលះបង់ឲ្យជប់រឹកកាត់ការចោលមិនដែរលះបង់ទីកន្លែងចាស់របស់យើងទៅកាន់ទីកន្លែងថ្មីដែលព្រះរៀបចំឲ្យមិនដែរក្តីស្រឡាញ់ការនឹករលឹកការអបអរសាទរនៅតែធ្វើអត់មានកាត់ការចោលនិយាយគ្នាតែបងប្អូនព្រះយេស៊ូវបានឃើញអ្នកព្រះយេស៊ូវបានឃើញបងប្អូននៅកន្លែងណាមួយហើយជាបងព្រះយេស៊ូវអាចនឹងទតឃើញអ្នកនៅកន្លែងដែលខ្មៅហ្នឹងហើយព្រះយេស៊ូវបានទតនឹងឃើញបងប្អូនរបស់គ្នានៅកន្លែងដែលអស់សង្ឃឹមហើយព្រះយេស៊ូវនឹងទតឃើញបងប្អូននៅកន្លែងដែលគ្មានអ្នកទីប្រឹក្សាហើយព្រះយេស៊ូវនឹងទតឃើញបងប្អូននៅក្នុងកន្លែងដែលកំពុងតែឃើញបងប្អូនកំពុងតែជាប់ចំណងជាប់ឃុំឃាំងជាប់
បញ្ហាជាច្រើនដែលមិនអាចគិតថាដោះរួចប៉ុន្តែព្រះយេស៊ូវបានទតឃើញបងប្អូនហើយហៅបងប្អូនសូមមកព្រះអង្គនឹងឲ្យជីវិតថ្មីហើយសូមយើងបានចូលទៅកាន់ព្រះអង្គហើយអបព្រះអង្គហើយទទួលពីព្រះអង្គចាស់អាមែនអញ្ចឹងបងប្អូនការលះបង់របស់យើងមួយព្រះអង្គនឹងធ្វើឲ្យយើងជា100អញ្ចឹងនៅក្នុងចំណុចទី2ការត្រាស់ហៅមកកាន់ជីវិតដែលមានគោលបំណងអញ្ចឹងយើងនឹងអាពេត្រុសនឹងអនត្រីក៏រត់ត្រីគោលបំណងរបស់គាត់គឺដើម្បីចិញ្ចឹមជីវិតតែប៉ុណ្្នឹងឯងហើយនៅក្នុងសម័យនោះអ្នកដែលវិបាកបំផុតគឺអ្នកនេសាទត្រីហ្នឹងឯងក៏វេទនីបណ្ដាព្រះយេស៊ូវបំផ្លាស់បំប្រែជីវិតរបស់ពួកគេព្រះអង្គត្រាស់ហៅបងប្អូនមិនដែលខុសឈ្មោះទេព្រះអង្គស្គាល់ច្បាស់នៅអ្វីដែលបងប្អូនកំពុងតែឆ្លងកាត់នៅក្នុងស្ថានភាពពេលនេះយើងគិតថាការរស់នៅរបស់យើងគឺជាជោគវាសនាការស្លាប់ការរស់ស្រេចតែលើព្រេងវាសនារបស់យើងកាលពីមុនមិនដែរមកដល់បច្ចុប្បន្ននេះការស្លាប់និងរស់គឺរស់សម្រាប់ព្រះគ្រីស្ទគឺរស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គគឺរស់នៅក្នុងកន្លែងដែលព្រះអង្គបានឲ្យមកកាន់ជីវិតរបស់យើងរស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គរស់នៅក្នុងសេរីភាពដែលព្រះអង្គបានឲ្យយើងរស់នៅក្នុងជីវិតដែលព្រះអង្គបានឲ្យយើងកើតជាថ្មីនៅក្នុងព្រះវត្តមានរបស់ព្រះអង្គជីវិតដែលមានគោលបំណងគឺយើងរស់នៅថ្វាយសេរីល្អទៅកាន់ព្រះអង្គយើងរស់នៅធ្វើជាពន្លឺយើងរស់នៅស្របតាមបំណងបហាទេរបស់ព្រះអង្គយើងរស់នៅឆ្លើយតបជាមួយនឹងការត្រាស់ហៅរបស់ព្រះអាមែនបងប្អូនព្រះត្រាស់ហៅយើងតែឲ្យយើងបានរស់នៅស្របតាមការត្រាស់ហៅរបស់ព្រះអង្គយើងដឹងថាព្រះពិតគឺមានតែមួយទេនៅក្នុងជីវិតរបស់យើងដែលយើងមកដល់ពេលនេះយើងស្គាល់ព្រះអង្គគ្មានព្រះឯណាផ្សេងទៀតគ្មានព្រះឯណាដែលផ្ដល់សេចក្តីស្រឡាញ់ភាពអស្ចារ្យជាងព្រះអង្គនោះទេគឺមានតែព្រះយេស៊ូវតែមួយគត់ព្រះអង្គបាត់នោះនឹងមានជីវិតយើងគិតថាអ្វីជាច្រើនដែលព្រះបានធ្វើការអស្ចារ្យអ្វីជាច្រើនដែលព្រះបានបំពេញនៅក្នុងជីវិតរបស់យើងកាលពីមុនព្រះអង្គក៏នឹងបំពេញរហូតដល់ទីបញ្ចប់ដែរព្រះអង្គអត់គ្រាន់តែធ្វើនៅពេលទីចាប់ផ្ដើមឲ្យពាក្យកណ្ដាលទីបញ្ចប់ព្រះអង្គអត់ធ្វើទេព្រះអង្គធ្វើរហូតដល់ទីបញ្ចប់អេមែនព្រះអង្គធ្វើរហូតដល់ទីបញ្ចប់នៅក្នុងជីវិតរបស់យើងពេលខ្លះយើងមិនអាចស្មោះត្រង់មួយព្រះអង្គបានព្រះអង្គនៅតែធ្វើពេលខ្លះយើងមិនបានស្រឡាញ់ព្រះអង្គនៅតែស្រឡាញ់ព្រះអង្គនឹងធ្វើរហូតដល់ទីបញ្ចប់ស្របតាមព្រះបន្ទូលសន្យាដែលព្រះអង្គបានសន្យានៅក្នុងជីវិតរបស់យើងគោលបំណងរបស់ព្រះអង្គសម្រាប់ជីវិតរបស់យើងទី1គឺលើករស់នៅក្នុងជីវិតដែលលើកតសើដល់ការទ្រង់នឹងថ្វាយបង្គំទ្រង់ទី2មានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវជារៀងរាល់ថ្ងៃជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃទី3ព្រះអង្គចង់ឲ្យកូនរបស់ព្រះអង្គគ្រប់គ្នារស់នៅដោយអំណរបងប្អូនហេតុអីនៅក្នុងកន្លែងមួយនេះព្រះអង្គចង់ឲ្យយើងរស់នៅពេញដោយអំណរពីព្រោះបញ្ហានៅក្នុងលោកីនេះច្រើនពេកហើយបន្ទុករបស់យើងច្រើនពេកហើយអញ្ចឹងបងមានព្រមថាអស់អ្នកណាដែលមានបន្ទុកលើព្រួយលើហត់ឲ្យចូលមករកបងនឹងឲ្យយើងបានសម្រាប់បើតែយើងចូលទៅកាន់ព្រះអង្គហើយសម្រាប់នៅក្នុងព្រះអង្គហើយព្រះអង្គជួយសែងបន្ទុករបស់យើងហើយព្រះអង្គជួយធ្វើអ្វីម្យ៉ាងដើម្បីឲ្យបន្ទុករបស់យើងធ្លាក់ចុះបងប្អូនជីវិតរបស់យើងនៅក្នុងព្រះអង្គគឺជីវិតពោពេញដោយអំណរជួបបញ្ហាក៏សើចសប្បាយរីករាយមានបន្ទុកក៏សើចសប្បាយរីករាយអង្គនៅក្នុងធំសល់តែមកកំពុងក៏រីករាយជួបអ្វីទាំងអស់នៅក្នុងបញ្ហានៅក្នុងជីវិតរបស់យើងនៅតែជារសើបនឹងការព្រះអង្គនោះហើយបងប្អូននឹងស្វែងរកព្រះពរដល់ពិតឃើញហើយអាមែនបងប្អូននឹងដល់ពេលដែលយើងទៅសើនឹងការព្រះអង្គការទម្លុះទម្លាយនឹងហូរចុះអាមែនដល់ពេលដែលយើងទៅសើនឹងការព្រះអង្គរបស់ដែលគ្មានជីវិតនឹងមានជីវិតអាមែនចឹងបងប្អូនគ្រប់រឿងរ៉ាវជាច្រើននៅក្នុងជីវិតរបស់យើងព្រះអង្គចង់ឲ្យកូនរបស់ព្រះអង្គរស់នៅដោយអំណរវាមិនមែនរស់នៅក្នុងភាពភ័យខ្លាចហើយក៏មិនមែនរស់នៅក្នុងភាពអស់សង្ឃឹមហើយក៏មិនមែនរស់នៅក្នុងភាពរំសោយដែរតែព្រះអង្គចង់ឲ្យកូនរបស់ព្រះអង្គរស់នៅក្នុងជីវិតដែលមានភាពក្លាហាននិងអំណរពេញលេញរបស់ព្រះយេស៊ូវអាមែននឹងខ្វល់ខ្វាយអំពីជីវិតខាងសាច់ជ្រាបមិនដែលខ្វល់ខ្វាយជីវិតខាងឯវិញ្ញាណនៅពេលដែលយើងពេញខាងឯវិញ្ញាណ
จะเป็นคางแต่เชียงปลอนมังโฮต่างกรอบ Amen เอเมนที่บุญปองบังเกิดการกุกรมปองออยการกุกรมมากันจีบระบายอยู่เวอร์จะเนี่ยตัวตราโดยปองมันพระบาทนะอาดัมเอาไว้ได้ปองเอาเหมือนกันส่งไว้อาดัมตัดชุดก็จะนำได้ปองมาเหมือนกันมาดูดูจึงเอาไว้ได้ปองโอนกับปุ่งแต่ตัวส่งเวอร์จะเนี่ยตัวตราเลยวีแต่กับออยเวอร์จะเนี่ยตัวตราเลยยังว่าสันจีเย็นออยวีเนี่ยคือการตรุตราเลยเย็นจะอะไรเย็นหนึ่งหลุดวัลแต่ว่าเย็นจีเนี่ยตรุตราเลยวีจะบ้านนะเย็นหนึ่งเย็นเปย์เย็นมองให้ถวายบังคมบอกให้ชาหน้าตามยังการถวายบังคมบอกจอลำห้ามเรื่องการรับได้มีชีวิตนักน้องดำนาระบอบพงกับพงเทอร์หนึ่งจับเรามีชีวิตนั้นมีประโยชน์อย่างบริบูรณ์เอเมนจึงในเป้ได้ยินจุดนายเป้ให้เพื่อจะเรียนรู้ทางหรือเอาไว้ได้เปรียบอัตตามากันจะไประบายเยอะดูเปรียบในออยไทม์ทีเห็นไหมจะบอกสันจะยังเป็นเพื่อจะเรียนรู้ตราเต๋หรือก็ยังเป็นเพื่อจะเรียนแต่กรุ๊ปโปรแต่เรือเอาไว้ได้ยังเมียนเต๋นู่นเราบอกแต่นั้นอัพเมียนไอ้ตราเต๋แต่ปนนั่งไงอะไรบอกสันจะยังคล้ายจะเรียนกรุ๊ปโปรใบใจกรุ๊ปโปรเปรียบในออยไทม์ทีเพื่อยังมีสมรรถเพียงเห็นไหมจะบอกสันจะยังตื่นเรียนบางอันนั้นได้ของยังយើងមិននៅក្រមទ្រព្យសម្បត្តិនៅអ្វីដែលយើងកំពុងតែធ្វើមានតែប៉ុណ្ណាយើងគ្រប់គ្រងវាបានអញ្ចឹងបងប្អូននឹងថាធនាគារដំណើរការបានដោយសារអ្នកគ្រប់គ្រងឬក៏ស្ថាប័នណាមួយមានអ្នកគ្រប់គ្រងអត់មានអ្នកដែលក្រមស្ថាប័នហ្នឹងទេគឺមានអ្នកគ្រប់គ្រងស្ថាប័នដើម្បីវាដំណើរព្រះចង់ឲ្យយើងខ្លាចទៅជាអ្នកដែលគ្រប់គ្រងដើម្បីដំណើរការអាមែនហើយព្រះជាអ្នកឲ្យអាមែនក្នុងព្រះរាជព្រះយេស៊ូវចំណុចចុងក្រោយការលះបង់បើព្រោះមានមនុស្សជាច្រើនបានលះបង់ក្រុមគ្រួសារដើម្បីចាក់ចេញទៅឆ្ងាយដើម្បីរកប្រាក់ដើម្បីស្វែងរកទ្រព្យសម្បត្តិដើម្បីឲ្យគ្រួសាររស់នៅបានធូរធារហើយក៏មានមនុស្សផ្សេងទៀតក៏លះបង់គ្រួសារដែរប៉ុន្តែដោយព្រោះតែបំណងជានៅក្នុងក៏មានមនុស្សផ្សេងទៀតលះបង់គ្រួសារក៏ដោយព្រោះតែការបម្រើព្រះមានគ្រូគម្រាលអ្នកដឹកនាំកូនព្រះផ្សេងទៀតដែលលះបង់ក្រុមគ្រួសារទីកន្លែងស្នាក់នៅដែលគិតថាកក់ក្ដៅហើយធ្វើការបម្រើអស់បងប្អូនមានគ្រូគម្រាលអ្នកដឹកនាំជាច្រើនដែលលះបង់ពីទីកន្លែងដែលកក់ក្ដៅនៅពេលដែលខ្ញុំរៀបចំមកដល់ចំណុចនេះខ្ញុំនឹកឃើញការលោកគ្រូមករាដែលគាត់លះបង់ទីនេះដែលជាសុខដំណើររបស់គាត់ហើយគាត់ត្រូវចាក់ចេញពីទីនេះទៅទីក្រុងបេសែននោះដើម្បីមើលថែគុំជំនុំនៅទីនោះបន្តហើយគាត់អត់ប្រាប់ខ្ញុំទេខ្ញុំនៅទីមួយគាត់ចេះតែអស់គាត់ចេះតែអស់កម្លាំងគាត់មើលទៅមុខគាត់ដូចសេតដូចអត់មានកម្លាំងលំហែនៅក្នុងខ្លួនថានៅក្នុងស្ថានភាពមួយនោះក៏គិតច្រើនអំពីដំណើរដែលគាត់ទៅសម្រេចចិត្តគាត់ត្រូវលះបង់ទ្រង់មែនរបស់គាត់ហើយគាត់ត្រូវលះបង់គាត់ឆ្ងាយអំពីបងប្អូនដែលជាក្រុមជំនុំប៉ុន្តែពេលមួយតែគាត់ជាមួយនឹងភរិយារបស់គាត់ដល់ពេលដែលត្រូវសម្រេចចិត្តមែនទេហើយគាត់ឆ្លើយ yes មួយបងហើយគាត់ចាក់ចេញទៅបងប្អូននៅបច្ចុប្បន្ននេះមានគ្រួសារជាច្រើនទទួលបានការផ្សះផ្សាឡើងវិញតាមរយៈគ្រួសាររបស់គាត់ហើយបច្ចុប្បន្ននេះមានគ្រួសារជាច្រើនបានលើកឡើងបម្រើព្រះអង្គនៅទីក្រុងខេត្តបរសែននោះអាមែនអញ្ចឹងបងប្អូនមានរឿងរ៉ាវជាច្រើនដែលអ្នកដឹកនាំគ្រូវិទ្យាកូនរបស់អង្គផ្សេងទៀតលះបង់ហើយក៏មានបងប្អូននៅទីនេះផ្សេងទៀតដែលលះបង់ការងារដោយបងចម្រើនបងនេះគាត់មកគាត់កំពុងធ្វើការនៅម្ល៉េះគាត់លះបង់មកថ្វាយបង្គំបងដូចបងមុំពេលនេះមកគាត់រៀបចំឲ្យបានលក់តែម្ល៉េះគាត់ថ្វាយបង្គំបងហើយបែរជាមានបងប្អូនផ្សេងទៀតដែលកំពុងតែលះបង់អ្វីម្យ៉ាងដើម្បីចូលមកក្នុងដំណាក់របស់ព្រះអង្គប៉ុន្តែព្រះនឹងឲ្យបងប្អូនខកចិត្តឡើងមួយនឹងទៅជា100អាមែន
យើងមានតែការព្រះគម្ពីរម៉ាថាយការព្រះគម្ពីរម៉ាថាយចំពោះ19ខ29អាចមើលឃើញអស់អ្នកណាដែលលះបង់ផ្ទះសម្បែងឬបងប្អូនប្រុសស្រីឪពុកម្ដាយប្រពន្ធកូនឬស្រីចំការដោយយល់ដល់ចំពោះខ្ញុំនោះនឹងបានជា100ភាគឡើងវិញហើយនឹងបានគ្រងជីវិតអស់កលជានិច្ចទុកជាមរតកដែរអេមែននៅក្នុងព្រះនាមព្រះយេស៊ូវដែលយើងលះបង់ហាឡេលូយ៉ាចឹងបងប្អូនទាំងអស់គ្នាព្រះគម្ពីរមួយនេះស្ដាប់ទៅដូចជាត្រូវតែដាច់ចិត្តប៉ុន្តែបងប្អូនតែយើងលះបង់ឪពុកម្ដាយលះបង់ឪពុកម្ដាយអត់ទៅបញ្ហាទេប៉ុន្តែបើលះបង់ប្រពន្ធកូនដូចយើងឆ្ងាយណាដូចបាក់អំរែកចិត្តប៉ុន្តែបងប្អូននឹងមានស្ថានភាពមួយនឹងទៅការយើងលះបង់ខ្លីស្ថានភាពធ្វើឲ្យយើងនឹងឲ្យយើងលះបង់យូរនឹងឆ្ងាយបន្តិចស្ថានភាពមួយទៀតនឹងនាំទៅជាមួយគ្នាទាំងអស់តែម្ដងអាមែនចឹងបងប្អូនអស់អ្នកណានឹងមានស្ថានភាពមួយដែលនឹងមកដល់ដល់ពេលខ្ញុំអានខកពីខ្ញុំនិយាយគេដល់អ្នកគ្រូលាអូខ្ញុំទៅសិក្ខាសាលាឆ្នាំនេះចប់លុះ3ថ្ងៃអញ្ចឹងបងប្អូនបងមុំគេអត់ចប់លុះទេត្រូវអត់ចប់ដែរអញ្ចឹងបងប្អូនអ្នកដែលលះបង់សិក្ខាសាលានៅទីក្រុងភ្នំពេញដែលយើងត្រូវលះបង់មានបងប្អូនផ្សេងទៀតអ្នកដែលធ្វើការលះបង់3ថ្ងៃចប់ធ្វើការ3ថ្ងៃសូម10មេដាក់10មេតែបងប្អូនសូមមានជំនឿលើព្រះគម្ពីរមួយនេះអេមែនសូមមានជំនឿដែលព្រះអង្គនឹងទ្វេគុណខ្ញុំ1ជា100អេមែនព្រះអង្គព្រះអង្គសារការរបស់គុណនៃការលះបង់នៅក្នុងលោកីគឺមិនអាចធ្វើឲ្យជីវិតរបស់យើងស្ថិរបានទេប៉ុន្តែការលះបង់នៅក្នុងព្រះគ្រីស្ទនឹងធ្វើឲ្យជីវិតរបស់យើងពេញដោយព្រះពរអេមែននឹងធ្វើឲ្យជីវិតរបស់យើងពេញដោយសេរីភាពហើយអ្វីដែលបងប្អូនលះបង់នៅក្នុងព្រះនាមរបស់ព្រះអង្គនៅក្នុងវត្តមានរបស់ព្រះអង្គនឹងឲ្យទៅវិញព្រះអង្គនឹងចម្រើនឡើងសូមមានជំនឿសូមមានជំនឿនៅចំពោះព្រះអង្គសូមដាក់ជំនឿលើព្រះបន្ទូលមួយនេះថាព្រះអង្គកូនសម្រេចចិត្តថាកូនលះបង់អ្វីដែលកូនកំពុងតែធ្វើរស់ស៊ីកិច្ចការផ្សេងៗដើម្បីទៅថ្វាយបង្គំព្រះហើយកូនជឿលើព្រះបន្ទូលមួយនេះថាព្រះនឹងឲ្យខ្ញុំ1ជា100អេមែនអញ្ចឹងបងប្អូនយើងបានគំនិតនេះយើងលះបង់ការងារបរិយាកាសតែដល់ពេលដែលយើងទៅជួបជុំនៅទីក្រុងភ្នំពេញដល់ការដែលយើងទៅសម្រេចចិត្តខ្ញុំលះបង់ទៅដើម្បីថ្វាយបង្គំព្រះបងប្អូនអ្វីដែលខ្ញុំទៅធ្វើនៅលើភាពនេះហើយអ្វីដែលខ្ញុំទៅប្រកាសទៅកាន់បងប្អូនទាំងអស់គ្នាសូមឲ្យព្រះបានធ្វើគុណដោយព្រះពរតែបងប្អូនធ្វើ1ជា100អេមែននៅក្នុងព្រះនាមព្រះយេស៊ូវហាឡេ